បងប្អូនដែលចង់ចាប់ផ្ដើមរៀនកុំព្យូទ័រតែងតែឆ្ងល់ថាតើត្រូវចាប់ផ្ដើមរៀនពីចំណុចណាហើយត្រូវរៀនសៀវភៅអ្វីនេះគឺជាសៀវភៅ Microsoft 365ដែលមាន3កម្មវិធីមាន Word Excel និង PowerPoint សៀវភៅនេះសម្រាប់អ្នកអត់ចេះសោះឬចេះខ្លះៗជាពិសេសសម្រាប់សិស្សានុសិស្សលោកគ្រូអ្នកគ្រូមន្ត្រីរាជការនិងអ្នកធ្វើការរដ្ឋបាលទូទៅមកដល់លក្ខណៈសៀវភៅម្ដងជាប្រភេទសៀវភៅបោះពុម្ពកម្រាស់ក្រាស់250ទំព័រប្រភេទស្លឹក A4 ហើយថែមទាំងរៀបរៀងជាភាសាខ្មែរដែលផ្ដល់ភាពងាយស្រួលដល់បងប្អូនដែលខ្សោយខាងភាសាមាន4មេរៀនទី1ទាក់ទង Microsoft មេរៀនទី2អំពីកម្មវិធី Word មេរៀនទី3អំពីកម្មវិធី Excel ហើយមេរៀនទី4ចុងក្រោយអំពីកម្មវិធី PowerPoint មេរៀន Word បង្ហាញច្រើនដូចជាក្តារចុច Unicode ខ្មែររបៀបដាក់ដៃឲ្យបានត្រឹមត្រូវ Shortcut key នៅក្នុងកម្មវិធី Word និងរបៀបប្រើប្រាស់មុខងារនីមួយៗរបស់កម្មវិធី Word ម្យ៉ាងទៀតក៏មានលំហាត់សម្រាប់សិស្សអនុវត្តផងដែរឧទាហរណ៍លំហាត់ទី8របៀបបង្កើត invoice វិក័យប័ត្រអញ្ចឹងអ្នកទោសនេះគ្រាន់តែចូលវីដេអូទី8មកអ្នកទោសគ្នាអាចមើលពីរបៀបធ្វើលំហាត់ទី8បានមកដល់កម្មវិធី Excel ក៏មានការបញ្យល់អំពីរបៀបប្រើប្រាស់មុខងារនីមួយៗផងដែរអ្វីសំខាន់គឺយើងផ្ដោតទៅលើរូបមន្តដែលសិស្សជួបច្រើននៅកន្លែងការងាររូបមន្តSUMរូបមន្ត count VLOOKUP បាទជារូបមន្តដែលពេញនិយមប្រើនៅកន្លែងការងារឧទាហរណ៍លំហាត់ទី7របៀបគណនាបន្ទុកសិស្សរចនាថ្នាក់អ្នកទោសនេះក៏ចូលលំហាត់ទី7 Excel មកអ្នកទោសគ្នាអាចមើលអំពីរបៀបគណនារកបន្ទុកសរុបមធ្យមភាគលទ្ធផលជាប់ធ្លាក់របស់សិស្សបានបាទវីដេអូនេះគឺយើងបញ្យល់និយាយជាខ្មែរធម្មតាដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាងាយស្រួលរៀនសម្រាប់កម្មវិធីចុងក្រោយគឺកម្មវិធី PowerPoint រៀនបង្កើត slide ដាក់ចលនាឲ្យបានស្អាតជាពិសេសលោកគ្រូអ្នកគ្រូធ្វើ slide បង្ហាញសិស្សឬក៏សិស្សបង្កើត slide ដើម្បីធ្វើបទបង្ហាញនៅក្នុងថ្នាក់រៀនឧទាហរណ៍លំហាត់ទី6នេះអ្នកទាំងគ្នាចង់ចេះអំពីរបៀបនៃការបង្កើត slide ដោយបង្ហាញបែបមិញគឺអ្នកទាំងគ្នាអាចចូលមើលវីដេអូទី6បានធ្វើបែបណាដាក់ចលនាបែបណាឲ្យបានស្អាតអ្នកទាំងគ្នាអាចមើលតាមការណែនាំរបស់គ្រូសិនជាបងប្អូនចាប់អារម្មណ៍ហើយគិតថាសៀវភៅនេះល្អសម្រាប់បងប្អូនក្នុងការចាប់ផ្ដើមរៀនកុំព្យូទ័របងប្អូនអាចសួរព័ត៌មានបន្ថែមបានឬមួយបងប្អូនអាចសួរព័ត៌មានលម្អិតអំពីសៀវភៅនីមួយៗថាតើសៀវភៅមួយណាដែលបងប្អូនចង់រៀនហើយត្រូវមួយលក្ខខណ្ឌរបស់បងប្អូនទាំងអស់គ្នាព័ត៌មានលម្អិតអាចតាក់ទងមកតាម Facebook Page Telegram ឬមួយអាចមកដល់ទីតាំងផ្ទាល់ក៏បានសូមអរគុណ